ការដួលរលំនៃនគរចម្ប៉ាវាមិនមែនកើតឡើងក្នុងរយៈពេលខ្លីមួយយប់នោះទេប៉ុន្តែវាគឺជាដំណើរការដ៏វែងឆ្ងាយនៃការធ្លាក់ចុះអស់រយៈពេលរាប់រយឆ្នាំដោយសារកត្តាសង្គ្រាមផ្ទៃក្នុងនិងការឈ្លានពានពីខាងក្រៅមូលហេតុចម្បងបំផុតគឺគោលនយោបាយដំណើរចុះទៅទិសខាងត្បូងរបស់ជនជាតិដាយវៀតឬវៀតណាមបច្ចុប្បន្នដោយសារតែវៀតណាមត្រូវការដីស្រែចម្ការបន្ថែមពួកគេបានវាយលុកនិងលាបត្របាក់ទឹកដីចម្ប៉ាម្ដងបន្តិចពីទិសខាងជើងមកនៅក្នុងឆ្នាំ1069ចម្ប៉ាបានបាត់បង់ខេត្តចំនួន3នៅភាគខាងជើងឲ្យទៅវៀតណាមឆ្នាំ1471គឺជាចំណុចរបត់ដ៏អាក្រក់បំផុតនៅពេលដែលស្ដេចវៀតណាមលីថាញ់តុងបានវាយលុកចូលរហូតដល់រាជធានីវិជ័យមនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ហើយនគរចម្ប៉ាត្រូវបែកបាក់ជាបំណែកតូចៗសង្គ្រាមរ៉ាំរ៉ៃជាមួយអាណាចក្រខ្មែរនៅចន្លោះសតវត្សទី12និង13ចម្ប៉ានិងខ្មែរបានធ្វើសង្គ្រាមជាមួយគ្នាជាញឹកញាប់ឆ្នាំ1177ចម្ប៉ាបានលើកទ័ពតាមទូកមកប្លន់យកក្រុងអង្គរឆ្នាំ1190ដល់ឆ្នាំ1220ព្រះបាទជ័យវរ្ម័នទី7បានវាយបកនិងដាក់នគរចម្ប៉ាជាចំណុះរបស់អាណាចក្រខ្មែរអស់រយៈពេលជិត30ឆ្នាំសង្គ្រាមទាំងនេះបានធ្វើឲ្យសេដ្ឋកិច្ចនិងកម្លាំងទ័ពរបស់ចម្ប៉ាចុះខ្សោយយ៉ាងខ្លាំងការបែកបាក់សាមគ្គីផ្ទៃក្នុងនគរចម្ប៉ាមិនមែនជារដ្ឋតែមួយដូចអង្គរនោះទេប៉ុន្តែវាជាសហព័ន្ធនៃបុរីរដ្ឋចំនួន5ឥន្ទ្របុរៈអមរាវទីវិចាយាកុដ្ឋារានិងបណ្ឌូរង្កានៅពេលមានការវាយលុកពីខាងក្រៅបុរីរដ្ឋទាំងនេះជារឿយមិនបានជួយគ្នាទៅវិញទៅមកពេញទំហឹងឡើយដែលធ្វើឲ្យសត្រូវងាយស្រួលក្នុងការវាយបំបែកម្ដងមួយការបាត់បង់ផ្លូវពាណិជ្ជកម្មសមុទ្រចម្ប៉ាធ្លាប់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មតាមសមុទ្រដ៏មានឥទ្ធិពលប៉ុន្តែនៅពេលដែលវៀតណាមវាយយកបានកំពង់ផែសំខាន់នៅភាគខាងជើងនិងការកើនឡើងនៃឥទ្ធិពលពាណិជ្ជកម្មរបស់ចិននិងជ្វាបានធ្វើឲ្យចំណូលសេដ្ឋកិច្ចរបស់ចម្ប៉ាត្រូវកាត់ផ្ដាច់ទីបញ្ចប់នៃនគរចម្ប៉ាក្រោយឆ្នាំ1471ចម្ប៉ានៅសល់តែអាណាចក្រតូចមួយនៅភាគខាងត្បូងតំបន់បណ្ឌូរង្កាដែលបន្តរស់នៅក្នុងនាមជារដ្ឋចំណុះរបស់វៀតណាមឆ្នាំ1832អធិរាជវៀតណាមមិញម៉ាងបានសម្រេចលុបបំបាត់ស្វ័យភាពរបស់ចម្ប៉ាទាំងស្រុងហើយបញ្ចូលទឹកដីដែលសេសសល់ចុងក្រោយទៅជាខេត្តរបស់វៀតណាមនេះគឺជាការបិទទ្វារបញ្ចប់ជាផ្លូវការនៃប្រវត្តិសាស្ត្រនគរចម្ប៉ាក្រោយការដួលរលំជនជាតិចាមមួយចំនួនធំបានភៀសខ្លួនមកតាំងទីលំនៅក្នុងប្រទេសកម្ពុជាដែលយើងឃើញមានវត្តមានបងប្អូនខ្មែរឥស្លាមសាសនាឥស្លាមបានរីករាលដាលក្នុងចំណោមជនជាតិចាមនៅសម័យកាលចុងក្រោយនៃនគរនេះរហូតដល់សព្វថ្ងៃ